ជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតាមដាន MC កុងទាំងអស់គ្នាហើយថ្ងៃនេះមកជួបជាមួយនឹងខ្ញុំ MC កុងក្នុងការទាយលទ្ធផលបាល់ទាត់ក្នុងពានរង្វាន់ Europa League ចំនួន2គូប្រចាំរាត្រីថ្ងៃប្រហ័ននេះដោយគូទី1រវាងក្រុម Bundesliga អាល្លឺម៉ង់គឺ VfB Stuttgart ត្រូវស្វាគមន៍ក្រុមភ្ញៀវ Glasgow Celtic មកពី Scotland សម្រាប់ក្រុមទាំងពីរនៃការជួបគ្នា admin សុំទាយថាលទ្ធផលប្រហែលជាម្ចាស់ផ្ទះអាចនឹងឈ្នះទៅលើក្រុមភ្ញៀវដោយលទ្ធផល3-1 ឬក៏3-0 ចំណែកឯគូទី2 Celta Vigo មកពី La Liga របស់អេស្ប៉ាញត្រូវជួបជាមួយនឹង PAOK Saloniki មកពីប្រទេសក្រិកសម្រាប់គូមួយនេះ admin គិតថាក្រុមម្ចាស់ផ្ទះ Celta Vigo នឹងយកឈ្នះទៅលើក្រុមភ្ញៀវដោយលទ្ធផលបើមិន 2-0 ទេក៏3-1 នេះគឺជាការទូទាយលទ្ធផលរបស់ខ្ញុំ MC កុងជារៀងរាល់ថ្ងៃនៅក្នុង Channel TikTok បើបងប្អូនចង់បានគូច្បាស់ឬក៏ចង់បានគូពិសេសបន្ថែមកុំភ្លេចណា join group MC កុងទាំងអស់គ្នា link នៅក្រោម profile ជាចុងក្រោយកុំភ្លេចចុច like ចុច share follow admin ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ bye